នេះមន់មន់សោះថាមន់មែនបងប្អូនត្រូវម៉ាច់មកឥឡូវយើងដុតមន់យើងត្រូវហើយយើងមានឆ្នាំងមានទឹកក្រូចឥឡូវមានមន់អូខេតោះឥឡូវអញ្ចឹងមកគ្រប់គ្រឿងហើយយើងរៀបចំទៅដុតបដ ாய் បាទតិចទៀតបានញ៉ាំហើយបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងទិញអីវ៉ាន់មកឥឡូវយើងមកអត់មើលអីវ៉ាន់ទាំងអស់គ្នាបាទមិនដឹងថាវាមានអីខ្លះទេខ្ញុំថាទិញឆ្នាំងមួយបងប្អូនដោយសារតែឆ្នាំងថ្ងៃមុនហ្នឹងយើងស្ងោរម្រះហៅបងប្អូននៅចាំបានអត់បាទវាធ្លុះគូតបាត់ហើយអញថាមែនស្ងោរខ្លោចដល់ពេលអញ្ចឹងទៅវាធ្លុះគូតហើយឥឡូវមកយើងមកអត់មើលទិញអីវ៉ាន់ថ្មីទាំងអស់គ្នាខ្ញុំដឹងតែទិញឆ្នាំងមួយតែគ្រាន់តែក្នុងហ្នឹងមានអីខ្លះខ្ញុំមិនតាន់ដឹងទេបាទតោះឥឡូវអញ្ចឹងយើងទៅអត់មើលទាំងអស់គ្នាបាទយើងទៅអត់មើលសិនបាទយើងចង់ដឹងថាវាមានអីខ្លះចាំមើលខ្ញុំបើកឲ្យបងប្អូនទាំងអស់គ្នាមើលបាទចាប់ផ្ដើមមើលបើកស្គត់សិនបាទខ្ញុំទៅគឺនៅរុំស្អាតទាំងអស់ហ្មងខ្ញុំអត់តាន់បានមើលទេអត់តាន់ដឹងថាវាមានអីខ្លះទេបាទឥឡូវតោះយើងទៅចាប់ផ្ដើមមើលទាំងអស់គ្នាបាទអូនោះឃើញអីអត់បងប្អូនខ្ញុំអត់តាន់ឃើញអូនោះឃើញឆ្នាំងមួយបងប្អូនឆ្នាំងមួយដឹងតែមានឆ្នាំងមួយបាទអូនេះឆ្នាំងមួយតែនបាទឆ្នាំងមួយនិយាយរួមទៅយើងទិញឆ្នាំងបានឆ្នាំងយ៉ាងមែនបងប្អូនបាទខ្ញុំអត់កុហកទេទិញឆ្នាំងគឺបានឆ្នាំងអាថ្ងៃមុនហ្នឹងគឺវាធ្លុះគូតបាត់ហើយបាទឥឡូវយើងទិញឆ្នាំងថ្មីតោះឥឡូវយើងទៅអត់មើលទៀតចំអីស្អីគេនោះទិញតែឆ្នាំងមួយសោះឲ្យបានស្អីថែមទៀតលបលយកទឹកក្រូចហេងវិញហ្មងបងប្អូនហើយទិញតែឆ្នាំងមួយសោះឲ្យបានទឹកក្រូចបានអីណៃទៀតនិយាយទៅមកសេតមកដូចដឹងតែខ្ញុំនោះរៀបចំដុតមន់ហ្មងបងប្អូនដេកឲ្យមកគ្រប់ហ្មងតោះឥឡូវយើងទៅមើលទៅនៅមានទៀតនេះមន់មន់សោះថាមន់មែនបងប្អូនត្រូវម៉ាច់មកឥឡូវយើងដុតមន់យើងត្រូវហើយយើងមានឆ្នាំងមានទឹកក្រូចឥឡូវមានមន់អូខេតោះឥឡូវអញ្ចឹងមកគ្រប់គ្រឿងហើយយើងរៀបចំទៅដុតបដ ாய் បាទតិចទៀតបានញ៉ាំហើយតោះបាទឥឡូវយើងចាប់ដើមដុតវាហើយបាទយើងដាក់វានៅក្នុងឆ្នាំងអញ្ចឹងមកបាទរួចទៅដាក់បន្លែដៃហើយឥឡូវយើងចាប់ដើមចាក់ទឹកក្រូចចូលហើយចាក់ទឹកក្រូចចូលនិយាយទៅអ្នកចាក់ទឹកក្រូចនេះចាក់ដូចយើងឆូចមិនដូចយើងខ្លាចអស់ដូចស្ទាក់ស្ទើមិនទេចុងភៅនេះដល់កឆ្លៀតថែមចុងក្រោយមកច្រូចទៀតបែបស្ទើនឹងមកច្រូចហ្នឹងហើយមកទៅបាទតោះយើងរៀបចំទៅបុកទឹកជ្រលក់អញ្ចឹងអូយចុងភៅនេះដូចរឿងស្វិតស្វាញដល់រឿងមហូបរឿងមហារងថ្ងៃដូចមិនដែលឃើញស្វិតស្វាញអីអញ្ចឹងសោះថ្ងៃនេះដូចយើងយកចិត្តទុកដាក់មមឥឡូវចាក់ទឹកជ្រលក់ចូលចានហើយបាទនេះហើយជាសមិទ្ធផលដែលយើងទទួលបានទឹកជ្រលក់យើងបានធ្វើហើយឥឡូវយើងចាំតមន់ឆ្អិនទេបាទហើយនេះជាមន់បាទដែលយើងបានចម្អិនរួចបាទឆ្អិនហើយបាទហើយនេះជាកញ្ញាំវាដែលយើងទុកសម្រាប់ខ្វាវ៉ាវបាទអញ្ចឹងខ្ញុំចាប់ផ្ដើមរៀបចំញ៉ាំហើយខ្ញុំអត់បានថយបងប្អូនមើលទេព្រោះដោយសារតែខ្លាចបងប្អូនលើបទឹកមាត់